ទនិកិច្ចនៃកម្ពុជានៅថ្ងៃប្រហ័សនេះបានច្រានចោលការផ្សព្វផ្សាយអំពីការប្រើប្រាស់និមិត្តសញ្ញារបស់ខ្លួនលើដុំមាសហើយបានចាត់ទុកការផ្សព្វផ្សាយនោះជាអំពើខុសច្បាប់ការច្រានចោលរបស់ធនាគារជាតិបន្ទាប់ពីមានការផ្សព្វផ្សាយពីសញ្ញាមាសតាមបណ្ដាញសង្គម Facebook ជាមួយនឹងសេចក្តីអត្ថាធិប្បាយថាមាននិមិត្តសញ្ញាឬក៏ logo របស់ធនាគារជាតិនៃកម្ពុជាដោយបញ្ជាក់ច្បាស់ថាសញ្ញាមាសនេះចេញពីធនាគារខ្មែរពិតៗការផ្សព្វផ្សាយនេះបានសាយភាយយ៉ាងខ្លាំងលើបណ្ដាញសង្គមនៅប្រទេសកម្ពុជាធនាគារកណ្ដាលកម្ពុជាគូបញ្ជាក់ថាធនាគារជាតិនៃកម្ពុជាមិនដែលបោះផ្សាយមាសនោះទេហើយការប្រើប្រាស់និមិត្តសញ្ញានិងឈ្មោះធនាគារជាតិនៃកម្ពុជាដោយមិនមានការអនុញ្ញាតគឺជាទង្វើខុសច្បាប់យ៉ាងណាក៏ដោយធនាគារកណ្ដាលមិនបានព្រមានចាត់វិធានការផ្លូវច្បាប់បែបណាលើការក្លែងនិមិត្តសញ្ញារបស់ខ្លួននោះទេការលេចលឺពីការក្លែងនិមិត្តសញ្ញាធនាគារជាតិលើសញ្ញាមាសលើទីផ្សារកាត់ឡើងស្រាប់ពេលដែលហាងឆេងមាសបានឡើងចុះប្រែប្រួលយ៉ាងខ្លាំងប៉ុន្មានសប្តាហ៍ចុងក្រោយនេះដែលធ្វើឲ្យទីផ្សារមាសមានភាពរំជើបរំជួលធនាគារជាតិក៏បានក្រានរំលឹកដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់រាល់ការទិញលក់ផលិតផលធ្វើពីមាសនិងលោហៈធាតុមានតម្លៃដោយបញ្ជាក់ថានេះគឺជាការទទួលខុសត្រូវផ្ទាល់របស់អ្នកប្រតិបត្តិការទិញលក់មិនពាក់ព័ន្ធទៅនឹងធនាគារជាតិនោះឡើយគិតត្រឹមរសៀលថ្ងៃប្រហ័សនេះមាសនៅលើទីផ្សារកម្ពុជាមានតម្លៃ$4,795នៅក្នុងមួយតម្លឹងគឺមានការធ្លាក់ចុះបន្ទាប់ពីតម្លៃមាសបានហក់ឡើងដល់ជាង$5,200នៅក្នុងមួយតម្លឹងកាលពីពេលថ្មីៗនេះ